다음 그래프에 대한 설명으로 만든 것은 무엇입니까? 직장인이 주말을 보내는 방법.របៀបដែលអ្នកធ្វើការចំណាយពេលនៅចុងសប្តាហ៍អញ្ចឹងយើងមើលក្រាបទាំងអស់គ្នាតើក្រាបនេះមួយណាដែលជាចម្លើយត្រឹមត្រូវហើយក្រាបនេះគេនិយាយអំពីវិធីឬក៏របៀបដែលអ្នកធ្វើការគាត់ចំណាយពេលវេលាធ្វើវានៅចុងសប្តាហ៍បាទយើងមើលភាគរយខាងឆ្វេងមុន Suncheck ដើរកម្សាន្តមាន 12.4% Internet Comsec ហើយ Game មានន័យថាលេងអ៊ីនធឺណិតហើយលេងហ្គេមមាន 31.3%ទិញសានបាទឡើងភ្នំមាន 9.2% Television ស៊ីឆងការមើលទូរទស្សន៍ណាមើលទូរទស្សន៍អញ្ចឹងគេប្រើពាក្យស៊ីឆងមានតែមើលហើយស្ដាប់ផងអញ្ចឹងទៅវាមាន 47.1% អញ្ចឹងចំនួនតិចជាងគេយើងដឹងហើយគឺឡើងភ្នំហើយចំនួនច្រើនជាងគេនោះគឺមើលទូរទស្សន៍អញ្ចឹងអានចម្លើយចំនួនក្រោម Television을 보는 사람이 가장 적습니다. 2. 산책하는 사람이 등산하는 사람보다 많습니다. 3. 컴퓨터를 하면서 시간을 보내는 사람을 절반이 넘습니다. 4. 등산을 하는 사람이 가장 많습니다. តើចម្លើយលេខប៉ុន្មានដែរតោះគ្នាជួយ comment ចម្លើយនៅខាងក្រោមអ្នកមួយមកនេះគឺជាលំហាត់ដែលសបោឬក៏អាចចេញច្រើននៅការប្រឡង EPS Topic នេះ